ពួកអ្នកដើរតាក់សត្វតែងតែដឹងថាសត្វនឹងហើរមកតាមផ្លូវណាគេក៏យកសំណាញ់ទៅលាតសន្ធឹងនៅចាំតាក់គេតែងធ្វើរបៀបនេះហើយក៏បានតាក់បានសត្វជាហូរហែចឹងទៅបរិបម្នាក់ខំតាមសង្កេតមើលតាក់សត្វយ៉ាងយកចិត្តទុកដាក់បំផុតគេសង្កេតដឹងម្យ៉ាងថាពេលសត្វជាប់សំណាញ់វាជាប់ម្ដងតែមួយក្រឡាទេហេតុអីក៏ពួកគាត់តាក់សត្វវាចាក់កន្លះសំណាញ់ឲ្យច្រើននាំទៅខាត់ពេទ្យធ្វើអីពេលត្រឡប់មកផ្ទះវិញបុរសនោះក៏រកអំបោះខ្លីៗមកចាក់ធ្វើជាកន្លះជារង្វង់តែមួយដាច់ពីគ្នាជាច្រើនរង្វង់ដើម្បីយកទៅតាក់សត្វអ្នកភូមិដែលនៅក្បែរនោះដើរមកឃើញដូច្នេះគេនឹកឆ្ងល់ហើយសួរថាឯងធ្វើស្អីនឹងបុរសឆ្លើយថានេះខ្ញុំផលិតវាសម្រាប់យកទៅតាក់សត្វព្រោះថាសត្វវានឹងជាប់សំណាញ់ម្ដងតែមួយកន្លះទេដូច្នេះយើងចាំបាច់ទៅចាក់សំណាញ់ក្រឡាច្រើននាំទៅខាតធ្វើស្អីសំណាញ់ត្រូវមានក្រឡាច្រើនក្រឡានីមួយៗរបស់វាគឺជាចំណែកមួយនៃសំណាញ់ទាំងមូលមិនអាចផ្ដាច់ចេញពីគ្នាបានទេការដែលគេយកសំណាញ់ទៅតាក់សត្វឬទៅចាប់ត្រីបានដោយសារការរួមគ្នារបស់កន្លះច្រើនបង្កើតបានជាសំណាញ់ទាំងផ្ទាំងដើម្បីឲ្យមានប្រសិទ្ធភាពទោះបីជាសត្វមួយជាប់ក្នុងក្រឡាសំណាញ់តែមួយប៉ុន្តែយើងពុំមានក្រឡាសំណាញ់ច្រើនរួមគ្នាទេក្រឡាតែមួយនោះក៏គ្មានបានការដែរបុរសល្ងងគិតឃើញពីគុណសម្បត្តិក្រឡាសំណាញ់មួយប្រឡោះប៉ុន្តែគេមិនបានយល់